បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរលំផាត់ចេញមកហ្នឹងគេដើរកវីកវាត់កវីកវាត់អញ្ចឹងណាគេធ្វើដូចកូនក្មេងអញ្ចឹងណាគ្មើលបើកូនក្មេងវិញហៅដើរជាកវីដៃកវីជើងណាបងប្អូនឥឡូវនេះគេនឹកឃើញអីនេះហេបងប្អូនគេដើរអីយ៉ាហេចង់លេងមួយចំណាំមិនកើបងប្អូនតាមសួរគេញ៉ាំចំណាំបុកប៉ៅណាហើយមិញហ្នឹងចេញមកហ្នឹងគេដើរកវីដៃកវីជើងកវីដៃកវីជើងនឹងដូចកូនយើងអញ្ចឹងបងប្អូនដែលដើរទៅវាកវីដៃកវីជើងគិកគិកអញ្ចឹងណាឥឡូវនេះគេមិនបែរមុខឲ្យបងប្អូនយើងមើលទៀតគេបែរតែគូទៅឲ្យមើលគូទៅបើដល់ពីក្រោយទៅបានហើយបងប្អូនអើយមើលគេបងប្អូនកវីដៃកវីជើងកតុយហ្នឹងដូចជើងកវីដៃចុងដៃចុងមេអើយនិយាយទៅគ្រឹះដែរអីយយចែណាមស្រែកម្ដងបងប្អូនចែណាមម្ដងនេះប្រហែលជាឃ្លានហើយមើលតើហ្នឹងប្រហែលជាឃ្លានហើយបានស្រែកយ៉ាងហ្នឹងព្រោះចែណាមមិនងាយនឹងស្រែកទេបងប្អូនប្រហែលជាគាត់ឃ្លានដោយលំផាត់ដែរកាលពីវីដេអូមុនណាឃើញលំផាត់ឃ្លានហ្នឹងលំផាត់ស្រែកដូចគ្នាអានេះប្រហែលជាចំណាមឃ្លានដែរយើងអត់ទាន់ដឹងចាំមើលបន្តិចទៀតចាំមើលដឹងថាចំណាមមិនដែរបានស្រែកចឹងហើយបើលំផាត់នេះវិញគឺថាដើរកលួយដៃកវែងជើងនេះមួយយ៉ាងដែរតាមើលគេធ្វើរត់គេបងប្អូនឃើញអត់ភ្នែកធំល្អហ្នឹងអត់ធ្វើគេញ៉ាយ៉ាមើលប្រមកគេបងប្អូនមិនឃើញដាតទេបងប្អូនឃើញដាតលំផាត់អត់មានអ្នកឃើញដាតលំផាត់អត់មិនហ្នឹងហើយបើឃើញទូជាធំចាំជួយខមមិនប្រាប់ផងបងប្អូនណាថាដាតលំផាត់ទូឬក៏ធំហើយចំណាមនេះវិញគឺចេញមកភ្លាមដែរនេះវឹងទៅមកតែម្ដងណាគ្នានោះដឹងគិតអីយើងមិនទាន់ស្មានដែរគាត់ដឹងថាមិញហ្នឹងចំណាមគាត់ស្រែកចាំមើលអាយ៉ាមកដល់បោចស្មៅមុននេះញ៉ាំស្មៅសល់ពីណាពីណីមើលទៅដូចយើងស្ពូនស្ពប់ដល់ហើយអាយ៉ាចេះយកជើងជន់ទេណាណ៎ឃើញអត់បងប្អូនចេះយកជើងជន់ណាជន់ហ្នឹងកុំឲ្យប៊ូមពីដីហ្នឹងទៅហ្នឹងវាច្រើនពេកអញ្ចឹងវាប៊ូមខ្លះទុកខ្លះអញ្ចឹងចេះយកជើងជន់អូចេះយ៉ាងនេះហើយចំណាំអីមិនបរៀនលំផាត់ឲ្យចេះញ៉ាំដែរផងទេចេះញ៉ាំតែខ្លួនឯងអញ្ចឹងចេះញ៉ាំតែខ្លួនឯងអញ្ចឹងហើយមិនបរៀនលំផាត់ផងនោះលំផាត់នោះគ្នាចាំតែមានគេបញ្ចប់ឬមួយក៏អីទេអាងរៀនញ៉ាំដែរនោះកុំឲ្យមួយខែឬមួយក៏មួយថ្ងៃហ្នឹងមុំទៅដោះគោអស់ច្រើនពេកនិយាយទៅលំផាត់បច្ចុប្បន្នហ្នឹងបងប្អូនដឹងអត់ថាលំផាត់មុំទឹកដោះគោមួយថ្ងៃអស់5កំប៉ុងធំមកបងប្អូនអញ្ចឹងមួយខែ30ថ្ងៃអស់1500កំប៉ុងមួយខែ30ថ្ងៃហ្នឹងគាត់មុំទឹកដោះគោអស់1500កំប៉ុងទេ150កំប៉ុងសំទោសគាត់មុំមួយខែអស់130កំប៉ុងអញ្ចឹងមួយថ្ងៃ5 30វា150កំប៉ុងហ្នឹងហើយមួយខែគាត់មុំអស់150កំប៉ុងអញ្ចឹងគិតជាលុយអស់1500ទៅ1800ដុល្លារហើយនេះដែរគឺជាលបងហើយនឹងលោកពូអ្នកមីងដែលគាត់មកអញ្ជើញមកលេងសួនសត្វនំតាម៉ៅផងហើយគាត់មកជាងមើលលំផាត់ផងអញ្ចឹងណាបងប្អូនហើយលំផាត់នេះវិញក៏គេមកនេះស្ទាបដល់ហើយនៅមកជើងគេអាយ៉ាមិនក៏លើកជើងដាក់ឡើងហ្នឹងមើលអូគេយកប្រមល់គេមករត់ទៀតណោះរត់ហើយឯទៀតប្រហែលជាលំផាត់ហ្នឹងចង់ប្រាប់លោកបងថាជើងគាត់ឈឺជើងខាងស្ដាំហ្នឹងណាបងប្អូនបើគាត់លើកជើងហ្នឹងមកដាក់នៅលើទ្រុងដើម្បីឲ្យបងប្អូនលោកពូអ្នកមីងលោកបងដែលជាអ្នកទៅទស្សនាហ្នឹងឃើញជើងគាត់ណានិយាយនេះគាត់ខ្ញុំដែរជាអ្នកបកស្រាយទេប៉ុន្តែមិនប្រកាសថាគាត់ចង់បង្ហាញអញ្ចឹងទេណាបងប្អូនណា
គាត់ថាឆ្ងល់ថាគាត់ហេតុអីគាត់លើកជើងមកដាក់នៅលើហ្នឹងដើម្បីឲ្យគេមើលអញ្ចឹងណាហើយណាមួយក៏ខ្ញុំមិនដែលឃើញគាត់លើកជើងមកដាក់នៅលើទ្រុងនឹងដែរនេះត្រឹមតែលើកទី1ទេដែលឃើញគាត់លើកមកជើងមកដាក់នៅលើទ្រុងហើយជួនជាចៃដន្យហ្នឹងក៏ឃើញលបងក៏គាត់មកដែរអញ្ចឹងណាបងប្អូនអីយ៉ាប៉ាចំណាមនៅនឹងតាអញ្ចឹងបាទលំផាត់អត់ស្រែកលូឡាប៉ាចំណាមគាត់កំពុងតែកាប់ដើមចេកឲ្យចំណាមញ៉ាំបងប្អូនហើយលំផាត់នោះយើងមើលទៅក៏ឃើញដែរនោះខ្វេះខ្វៀលហើយនឹងអីយ៉ាប៉ាចំណាមព្រៀនឲ្យលំផាត់ញ៉ាំបដូរចេកបងប្អូនយកអាចេកខាងក្រៅទេណាយកបដូរទុនណាយកទៅដាក់ចូលនៅក្នុងមាត់ចំណាលំផាត់ឲ្យលំផាត់គាត់ចេះញ៉ាំដែរអញ្ចឹងណាបើចេះញ៉ាំទៅកាត់បន្ថយការចំណាយទៅលើទឹកដោះគោច្រើនដែរក្នុងមួយថ្ងៃតែលំផាត់បើសិនជាមានចេកទុនអីចេកទុំទុនប្រហែលជាគាត់អាចញ៉ាំបានបើតាមដូចស្មានណាប៉ុន្តែมันអាចញ៉ាំច្រើនបានទេអាចញ៉ាំលាយគ្នាអីអញ្ចឹងទៅហើយក៏គេមិនបញ្ចុកទឹកដោះគោតិចទៀតហ្នឹងក៏មិនអាចបញ្ចុកទឹកដោះគោមួយថ្ងៃ5កំប៉ុងយ៉ាងណាប្រហែលជាអាចលាយបន្លែលាយអីផ្សេងអីឲ្យគាត់មុំរំមកឲ្យគាត់ញ៉ាំដែរហ្នឹងដូចកូនទូដែរនៅពេលដែលអាយុចាប់ពី1ឆ្នាំអីចឹងយើងចាប់ដើមធ្វើបបរគ្រប់គ្រឿងមានបន្លែមានការ៉ុតមានសាច់អីអញ្ចឹងដាក់ឲ្យកូនយើងណាអញ្ចឹងសម្រាប់លំផាត់យើងអាចលាយជាមួយនឹងចេកទុំចេកអីអញ្ចឹងអីដាក់ឲ្យញ៉ាំខ្លះទៅគាត់រៀនញ៉ាំអញ្ចឹងណាហើយប៉ាចំណាំនេះគាត់ព្យាយាមបញ្ចុកដែរបងប្អូនបញ្ចុកបដូរចេកទុនបដូរចេកខាងក្នុងខ្ចីណាដើម្បីឲ្យលំផាត់ហ្នឹងគាត់រៀនញ៉ាំប៉ុន្តែចំណាំវិញអត់ខ្វល់ទេបដូរមិនបដូរទេគឺដាក់ចូលហ្មងបងប្អូនអីយ៉ាមើលណាបងប្អូនឃើញទេនេះលំផាត់មើលវត្តគេតាពីឃើញទេគេរៀបតាពីណាគាត់ថាមិនដឹងថាតាពីដាច់មិនដាច់យើងអត់ដឹងដែរគេរៀនញ៉ាំដែរបងប្អូនគេរៀនញ៉ាំដើមចេកផងគេនៅឲ្យប្រម៉ោចឹងគេលេងអញ្ចឹងណាគាត់រៀនញ៉ាំវាញ៉ាំខ្លះជាក់ខ្លះលេងខ្លះអីខ្លះដឹកកូនណាប្រម៉ោចឹងដល់កហើយបើចំណាំវិញគេអត់ខ្វល់ទេមិញហ្នឹងស្រែកហ្នឹងប្រហែលជាឃ្លានខ្លាំងចឹងណាបានប៉ាគេលេងដើមចេកមកដើមយកមកឲ្យដាក់ដល់បន្ទប់ឲ្យចំណាំអីយ៉ាអីមើលលំផាត់លេងបដូរចេកដាក់ចូលមាត់បងប្អូនអូទៅពីមែនតានោះអូយើងចាប់ចេកអូពីមែនតារៀនចេកអីយ៉ាទៅពីមែនណានោះដាក់ចូលមាត់ប៉ុន្តែមិនដឹងថាបានទៅពីដាច់យើងអត់ដឹងដែរនេះសាកូបំរៃហ្នឹងយកមកពីខេត្តកោះកុងជំនាន់មុនដែលវាឈរស្ទាក់ឡានតាមផ្លូវណាឥឡូវនេះវាមកដល់នេះហើយនេះខ្លាំងដំរីឈ្មោលមិនតន់ចាប់គូដូចគ្នាគូផងវាគេដាក់ជាមួយនឹងឡាក់គីដាក់ជាមួយចម្រើនដែរប៉ុន្តែដូចជាអត់ត្រូវគ្នាអញ្ចឹងណានេះដំរីឈ្មោលនឹងបងប្អូនហើយសាកូហ្នឹងមានអាយុ20ឆ្នាំជាងដែរ20ឆ្នាំក្រាស់ហើយយ៉ាងហើយនេះគឺ Lucky បងប្អូនគេធ្លាប់ចាប់គូជាមួយនឹង Lucky ដែរប៉ុន្តែដូចជាអត់ត្រូវគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងគាត់នៅកំឡោះក្រមុំសៅកែរៀងខ្លួន
បាទអរគុណជំរាបលាបងប្អូន